យាយរឿងពាក់ព័ន្ធរឿងនេះគឺនឹកឃើញទៅដល់នឹងអ្វីដែលជាសមិទ្ធផលរបស់ថ្នាក់ដឹកនាំបាទគ្រប់ចំនួនទាំងអស់ចំពោះខ្ញុំផ្ទាល់វិញខ្ញុំត្រូវតែលើកពីអ្វីដែលជាស្នាដៃរបស់លោកពុកបាទរបស់ខ្ញុំសម្ដេចវិបុលបញ្ញាសុខអានបើចំពោះខ្ញុំបាទគឺជាបាទវីរៈបរិះមួយបាទនិយាយជារួមដែលគាត់បានខិតខំក្នុងការកសាងសង្គមសេដ្ឋកិច្ចបាទក្រោមការដឹកនាំរបស់សម្ដេចតេជោគឺកសាងហើយនឹងការពារនៅអ្វីដែលជាអត្ថប្រយោជន៍ជាតិជាធំបាទពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពជាតិហើយនឹងកត្តាបូរណភាពទឹកដីរបស់យើងនេះគឺជាបទពិសោធន៍មួយខ្ញុំគិតថាយើងអាចស្វែងយល់ហើយយើងអាចជាធាតុចូលមួយសម្រាប់អ្នកដឹកនាំសម្រាប់មន្ត្រីរាជការប្រជាពលរដ្ឋគ្រប់ចំនួនអស់ដើម្បីបាទចូលរួមជាបន្តបន្ទាប់ថែមទៀតតែយ៉ាងណាមិញកត្តាព្រំដែនពាក់ព័ន្ធនឹងកម្ពុជាថៃនេះខ្ញុំគិតថាវាត្រូវការមានការគិតគូរច្រើនបាទនិយាយជារួមគ្រប់រូបភាពទាំងអស់ទាំងក្នុងក្របខ័ណ្ឌនៃការវិស័យការទូតទាំងក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិហើយនឹងវិស័យក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចទាំងមូលផងដែរបាទអញ្ចឹងដើម្បីគៀកសាងអភិវឌ្ឍកម្ពុជាឲ្យមានលក្ខណៈមួយរំពឹងខ្លួនឯងបានដើម្បីយើងមានសមត្ថភាពក្នុងការពង្រឹងទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគីពហុភាគីក្នុងក្របខ័ណ្ឌសកលដើម្បីទាញយកឥទ្ធិពលក្នុងការការពារនៅជំហរបាទជំហររបស់កម្ពុជាគឺបញ្ហាស្នូលរបស់យើងគឺអធិបតេយ្យភាពជាតិរបស់យើងហើយនឹងបូរណភាពទឹកដីរបស់យើងដែលយើងបានឃើញហើយគឺត្រូវការមានការឈ្មោះឈ្មោះហើយនឹងមានភាពធន់ខ្ពស់បាទអញ្ចឹងអ្វីដែលខ្ញុំបានលើកឡើងពាក់ព័ន្ធទៅនឹងការខិតខំរបស់លោកពុកដែលជាឧទាហរណ៍មួយសម្រាប់ខ្ញុំបាទផ្ទាល់នេះវាពាក់ព័ន្ធទៅនឹងការទូតវប្បធម៌ពីការងារពាក់ព័ន្ធនឹងបេតិកភណ្ឌការងារពាក់ព័ន្ធទៅនឹងប្រាសាទព្រះវិហារដូចយើងបានដឹងហើយនឹងប្រាសាទផ្សេងក្នុងក្របខ័ណ្ឌនៃការអនុវត្តទៅលើការទូតវប្បធម៌ដើម្បីយកជំហរការពារនៅកត្តាបាទបូរណភាពទឹកដីរបស់កម្ពុជារួមជាមួយគ្នានោះគឺយើងបានដឹងចឹងការទូតសេដ្ឋកិច្ចអញ្ចឹងការគិតគូរទៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់យើងគ្រប់វិស័យដែលជាវិស័យអត្ថប្រយោជន៍របស់យើងគឺមានការតភ្ជាប់ទៅនឹងដៃគូសំខាន់ហើយកន្លងមកនេះក៏យើងបានដឹងហើយការងារពាក់ព័ន្ធទៅនឹងតំបន់ត្រួតគ្នា OCA overlapping claim area ទាំងអស់នេះសុទ្ធតែជាចំណុចគន្លឹះយុទ្ធសាស្ត្រសំខាន់ដែលយើងបានខិតខំក្នុងការអភិវឌ្ឍខិតខំចរចាខិតខំទាញយកការសហការពីដៃគូសំខាន់ដើម្បីឲ្យមានចំហមួយគឺយកចំណុចទាំងអស់នេះមកការពារនៅអ្វីដែលជាចំណុចអត្ថប្រយោជន៍របស់យើងគឺកត្តាបូរណភាពរបស់យើងកត្តាអធិបតេយ្យភាពជាតិហើយនិងបូរណភាពទឹកដីនេះអញ្ចឹងការងារទាំងអស់នេះខ្ញុំក៏សង្ឃឹមថារាជរដ្ឋាភិបាលក្រោមការដឹកនាំបាទរបស់សម្ដេចមហាបវរធម្មតីនាយករដ្ឋមន្ត្រីរបស់យើងគឺកំពុងតែបាទការគិតគូរទៅលើការរៀបចំបាទនិយាយជារួមគឺពង្រឹងនៅភាពធន់របស់កម្ពុជាតាមរយៈការវិស័យយោធាវិស័យការទូតបាទវិស័យសន្តិសុខហើយនឹងការងារពាក់ព័ន្ធទៅនឹងការជំរុញទៅលើកំណែទម្រង់សំខាន់នៅក្នុងវិស័យដែលមានអត្ថប្រយោជន៍ដែលយើងបានកំណត់កន្លងមកនេះអញ្ចឹងវាលើសពីការធ្វើទំនើបកម្មនៃវិស័យវាចូលទៅដល់នឹងការជំរុញធ្វើទំនើបកម្មឲ្យធ្វើអីទៀតត្រូវតែតភ្ជាប់ពង្រឹងនៅទំនាក់ទំនងសំខាន់ហើយគិតគូរក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីដើម្បីកសាងការគ្រប់គ្រងមកលើកម្ពុជាការពារនៅអ្វីដែលជាដែនអធិបតេយ្យភាពជាតិរបស់យើងអញ្ចឹងការងារនេះគឺខ្ញុំក្នុងនាមជាអ្នកជំនាន់ក្រោយផងដែរក៏សង្ឃឹមថាអ្វីដែលយើងបានកំពុងខិតខំទាំងអស់នេះហើយនឹងចូលរួមជាបន្តបន្ទាប់ទៀតគឺក្នុងផ្នែកណាមួយទូចក្តីគឺយើងនឹងចូលរួមទាំងអស់គ្នាក្នុងការពង្រឹងសមត្ថភាពកម្ពុជាទៅលើការការពារខ្លួនទៅលើការអភិវឌ្ឍខ្លួនហើយនឹងបាទការជំរុញធ្វើយ៉ាងណាយើងការពារនៅដែនអធិបតេយ្យភាពជាតិរបស់យើងខានតែបានហើយបូរណភាពទឹកដីទាំងអស់នេះអញ្ចឹងការងារទាំងអស់នេះខ្ញុំក៏សង្ឃឹមថាយើងនឹងបាទចូលរួមឲ្យបានជោគជ័យទាំងអស់គ្នាហើយក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំគ្រប់ចំនួនទាំងអស់ដែលបានខិតខំចូលរួមជាមួយគ្នាកន្លងមកនេះផងដែរអញ្ចឹងកន្លែងនេះយើងនឹងបដិញ្ញាទាំងអស់គ្នាបាទសូមអរគុណ